ករណីមន្ត្រីម្នាក់ដែលទាមទារផ្ទះនៅក្នុងគម្រោងបុរីលេងនវត្រាត្រូវបានដោះស្រាយបញ្ចប់រួចហើយចំនួនរបស់មន្ត្រីយោធាជាមួយនឹងគម្រោងបុរីរបស់អ្នកអង្គការលេងនវត្រាដែលត្រូវបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គមនោះត្រូវបានដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រមការសម្របសម្រួលរបស់ក្រមការងាររៀបចំដែនដីនគររូបនីយកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គការលេងនវត្រានៅរសៀលថ្ងៃទី14ខែមករានេះបានសរសេរថាក្រមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពជូនបងប្រុសដែលបានយោគយល់ព្រមទទួលយកដំណោះស្រាយឈលលើគោលការណ៍ដោះស្រាយបញ្ហាបញ្ចប់ជារួមក្នុងកលៈទេសៈដ៏សម្បត្តិនេះអ្នកអង្គការលេងនវត្រាបានបន្តថាយោងលើកំណត់ហេតុប្រជុំចុះនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំ